ជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីបាទឥឡូវនេះសូមអញ្ជើញតាមដានទស្សនាកិច្ចសម្ភាសន៍នឹងការហ្វឹកហាត់របស់បងប្អូនសាលាធម្មសិក្សាកោរកាដូចតទៅបាទសួស្ដីអូនឈ្មោះអីឈ្មោះសៀងភក្តីសពថ្ងៃរៀនថ្នាក់ទីម៉ានហើយទី6នៅសាលាណាតែបាទធម្មសិក្សាកោកាហើយសពថ្ងៃជាកាពីតែនក្រុមឈ្មោះអីក្រុមឈ្មោះសាលាបាទធម្មសិក្សាកោកាហើយក្រុមយើងធ្លាប់បានប្រកួតប្រហែលដងហើយបានប្រកួត2ដងលទ្ធផលមិនទេឈ្នះ1ចាញ់1បាទអានេះជាប្រកួតលក្ខណៈមិនពេលមួយពេលលេខ1ពានរង្វាន់ទេបាទហើយបានពានអញ្ចឹងបាទហើយកាលហ្នឹងយើងលេងមកខាងប្រហែលអ្នកមកខាងដូចជា6នាក់ស្មើហើយថ្ងៃនេះជាថ្ងៃសម្រាប់ពីការសិក្សាអញ្ចឹងបងអូនបានដឹកនាំក្រុមមកហ្វឹកហាត់បាទតើយើងនឹងមានការប្រកួតនៅពេលខាងមុខទៀតឬក៏យ៉ាងម៉េចចាំដល់ទៅមុខទៀតអាចនឹងមានការប្រកួត friendly ទៀតfriendly ណាបាទអត់ចំមានកម្មវិធីត្រៀមថាប្រកួតពានរង្វាន់អីខាងមុខទៀតទេដូចជាមានណាលោកគ្រូអត់តាន់ប្រាប់អញ្ចឹងហ៎បាទអញ្ចឹងមើលទៅនៅពេលដែលយើងហ្វឹកហាត់ជាប់ជាប្រចាំអញ្ចឹងអាចសង្ឃឹមថាខ្លាយជាជើងឯកសម្រាប់រដូវកាលក្រោយឬក៏យ៉ាងម៉េចដែរអាចសង្ឃឹម 50% ហើយបងអាចដឹងទេតើលក្ខខណ្ឌនៃការប្រកួតហ្នឹងយ៉ាងម៉េចគេជាលក្ខណៈប្រកួតមានច្រើនក្រុមទាំងអស់មានប្រហែលក្រុមមានដូចជា12ក្រុមណាហើយបានន័យថាប្រកួតចែកពូលលេងហ៎បាទអរគុណច្រើនអូនភក្តីអញ្ចឹងជូនពរឲ្យក្រុមអូនទទួលបានជ័យជំនះនៅក្នុងការប្រកួតនៅពេលខាងមុខនេះណាបាទសូមអរគុណបាទសូមអរគុណបងអូនដែលបានចំណាយពេលមកហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាជូវ៉ាបាទជារៀងរាល់សប្តាហ៍គឺបងប្អូនតែងតែបាទរៀងរាល់ថ្ងៃសម្រាប់ពីការសិក្សាតែងតែមកហ្វឹកហាត់បាទជាប្រចាំរៀងរាល់សប្តាហ៍តែម្ដងទី1ហ្នឹងគឺដើម្បីធ្វើឲ្យរាងកាយបងប្អូនរឹងមាំបង្កើតនៅអនុស្សាវរីយ៍ពីតូចទៅអញ្ចឹងដល់ទៅពេលបងប្អូនធំគឺផ្សល់នៅការអនុស្សាវរីយ៍ដិតដាមល្អជាមួយនឹងមិត្តភ័ក្តិក្នុងការនៅរៀនជាមួយគ្នាបាទកាលពីជំនាន់ខ្ញុំគឺយើងអត់មានទីលានស្អាតសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ចេះទេគឺមានតែបាទបើថាបាល់ហ្នឹងគឺដើររើសថង់ផ្លាស្ទិកមកចងពូតផ្ដុំមូលដើម្បីទាត់ហើយគឺអត់មានតារាងស្អាតទេគឺទាត់ទៅតាមវាលស្រែទីទួលសុវត្ថិភាពអីនានានៅក្នុងស្រុកភូមិយើងហ្នឹងបាទហើយឥឡូវនេះគឺមានការរីកចម្រើនបងប្អូនអាចមានកន្លែងលេងស្អាតនៅក្នុងសហគមន៍យើងនេះបាទហើយតម្លៃគឺល្អពិសេសសម្រាប់បងប្អូនកុមារដែលជាសិស្សតែមានបំណងមកលេងកម្សាន្តនៅ Chuva Sport Club យើងនេះគឺតម្លៃធូរបាទជូនបងប្អូនដើម្បីមានឱកាសបានលេងកម្សាន្តទាំងអស់គ្នាបាទសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនា